ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់បច្ចុប្បន្នរស់នៅស្រុកកូរ៉េថ្ងៃនេះគាត់ចែករំលែករឿងរ៉ាវមួយដល់ខ្ញុំធានពិតទៅរឿងរ៉ាវមួយនេះខ្ញុំបានទទួលយូរហើយដូចជាតាំងពីឆ្នាំមុនមកម្លេះហើយថ្ងៃនេះខ្ញុំសូមអត់និយាយរឿងទេដោយសារមានបញ្ហាកំពុងករៀងឈឺបន្តិចអញ្ចឹងអាចនិយាយរឿងបានច្រើនអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកសម្លេងប្អូនស្រីដែលគាត់បានចែករំលែកនេះចាក់ឲ្យបងប្អូនបានស្ដាប់តែម្ដងទៅណាមួយទុកជាអនុស្សាវរីយ៍មួយដែលគាត់បានផ្ដល់សាច់រឿងដល់ខ្ញុំផងដែរហើយចំពោះបងប្អូនខ្លះក៏មានមតិអវិជ្ជមានចំពោះខ្ញុំតែខ្ញុំមិនបានតបតឬក៏ប្រឆាំងទៅវិញទេតែខ្ញុំចង់បង្ហាញថាសាច់រឿងទាំងអស់គឺបានអំពីបងប្អូនអ្នកផ្ដល់ពិតប្រាកដមែនខ្ញុំអត់បានទៅប្រឌិតរឿងពីនេះពីនោះអីមកពីណាទេអញ្ចឹងរឿងគឺបានមកពិតប្រាកដមែនហើយសំឡេងខ្លះក៏ស្ដាប់ទៅបានសំឡេងខ្លះក៏មិនអាចយកមកបង្ហាញបានដែរអញ្ចឹងដោយសារតែសំឡេងប្អូនស្រីខ្ញុំស្ដាប់ទៅព្រោះស្ដាប់ទៅគាត់និយាយមានបែបមានបទលើកដាក់គ្រប់សពបែបយ៉ាងព្រោះអញ្ចឹងខ្ញុំសូមចាក់សំឡេងនេះឲ្យបងប្អូនស្ដាប់រហូតដល់ចប់ហើយបងប្អូនស្ដាប់ដល់ចប់ហើយមានមតិយោបល់យ៉ាងណាដែរតើឥឡូវទៅស្ដាប់សំឡេងដែលបងប្អូនស្រីបានផ្ញើសាច់រឿងដល់ខ្ញុំទាំងអស់គ្នាជំរាបសួរបងអេដមីនឯងអាចហៅខ្ញុំបានថាអវ៉ាន់នៅហើយសប្តាហ៍ថ្ងៃហ្នឹងខ្ញុំធ្វើការនៅប្រទេសកូរ៉េបងរយៈពេល3ឆ្នាំជិត4ឆ្នាំហើយខ្ញុំមានរឿងមួយចង់ចែករំលែកបងពីរឿងប្អូនស្រីពៅរបស់ខ្ញុំនៅស្រុកខ្មែរបងរឿងប្អូនស្រីពៅខ្ញុំហ្នឹងកើតហេតុផែជាអាទិត្យមុននេះឯងបងតែថ្មីឯងដោយសារគាត់ដើរជន់ពេលគេព្រាយក្បាល8នៅទិសខាងលិចបងខ្ញុំនៅរ៉ៃរ៉ាប់ប្រាប់បងតាំងពីដើមរហូតដល់ចប់ចាបងសប្តាហ៍ថ្ងៃហ្នឹងគ្រួសារខ្ញុំគាត់រស់នៅខាងខេត្តកំពង់ស្ពឺស្រុកបោះសែតយើងហ្នឹងណាបងហើយថ្ងៃមួយប្អូនស្រីខ្ញុំទៅរៀនធម្មតាឯងបងប៉ុន្តែគាត់ពេលតនីអញ្ចឹងទៅគាត់ទៅទិញអីវ៉ាន់ទៅទិញអីនៅតាមផ្សារតាមអីអញ្ចឹងណាបងគៀនវត្តអញ្ចឹងណាតែថ្ងៃយើងក៏ទៅប៉ះពីគេជន់អាពេលគេសែនតាមដងផ្លូវណាបងតាមដងផ្លូវហើយប៉ុន្តែពេលហ្នឹងគឺយើងរិស័យយើងនៅខ្ពស់ឡើយឯងយើងអត់ទាន់អីទេណាបងអត់ទាន់អីទេតែហើយយើងលោកបានជា2អាទិត្យ3អាទិត្យអីអញ្ចឹងទៅហើយប្អូនស្រីខ្ញុំក៏ចាប់ផ្ដើមក្តៅខ្លួនងុំប៉ុន្តែបែបលក្ខណៈថាដូចជំងឺយើងធម្មតាអញ្ចឹងណាបន្ទាប់មកក៏ឈឺ1ថ្ងៃទៅ2ថ្ងៃប្អូនខ្ញុំហ្នឹងក៏ប្រាប់ម៉ែខ្ញុំថាម៉ែខ្ញុំឈឺក្បាលហើយខ្ញុំនឹងក្តៅខ្លួនងុំតែហើយម៉ែខ្ញុំក៏គាត់ប្រាប់ថាខ្លួនឯងលេបថ្នាំឲ្យបិទកៅអៀតលេបថ្នាំបិទកៅអៀតអញ្ចឹងគាត់ទៅរៀនធម្មតាអញ្ចឹងណាទៅពេលថ្ងៃមួយថ្ងៃដដែលហ្នឹងហ៎បងថ្ងៃទី1ទី2ទី3ហ្នឹងណាម៉ែខ្ញុំក៏គាត់ឈឺក៏គាត់ទៅពេទ្យប្អូនស្រីខ្ញុំហ្នឹងក៏គាត់ជូនម៉ែខ្ញុំមកទៅពេទ្យអញ្ចឹងណាហើយក៏គាត់ប្រាប់ម៉ែថាម៉ែអើយខ្ញុំក្តៅខ្លួនណាខ្ញុំទៅផ្ទះមុនហើយម៉ែឯងនៅពេទ្យហ្នឹងសិនទៅចាំខ្ញុំមកយកម៉ែឯងវិញហើយប្អូនស្រីខ្ញុំហ្នឹងក៏បានយកក្មួយខ្ញុំអាយុដែលត្រឹម2ខួបហ្នឹងជិះម៉ូតូទៅជាមួយទៅផ្ទះវិញអញ្ចឹងណាទៅពេលហើយអ្នកផ្ទះហ្នឹងអត់មានណាគេនៅឯបងនៅតែប្អូនស្រីពៅខ្ញុំហើយនឹងក្មួយខ្ញុំទូចតែមួយហ្នឹងឯងតែហើយម៉ែខ្ញុំក៏គាត់ចេះថាហើយចុះប្អូនខ្ញុំក៏គ្រាន់តែយកគាត់ម៉ែគាត់ក៏ហៅពូខ្ញុំឲ្យទៅយកពីពេទ្យអញ្ចឹងណាទៅពេលមកដល់ផ្ទះវិញបងហើយប្អូនខ្ញុំក្តៅខ្លួនឡើងចុញផ្សែងហ៎បងក្តៅខ្លាំងដល់ថ្នាក់ដូចលក្ខណៈថាយើងខុនឈាមវាបុកមួយជំងឺយើងខុនឈាមអញ្ចឹងណាឡើងចង់បែកគ្រាប់ឈាមណាឡើងស្លាប់ហើយក្មួយខ្ញុំហ្នឹងណាវាយំពេញផ្ទះហ្មងហើយម៉ែខ្ញុំក៏គាត់ថាហើយចុះមីអូនតាណាបានទុកឲ្យក្មួយយំពេញផ្ទះហ្នឹងស្រាប់តែបងហើយទៅបើកបន្ទប់មើលទៅស្លាប់បាត់ឯហ្នឹងមនុស្សស្លាប់បាត់ឯហ្នឹងទៅហើយក៏យកប្អូនខ្ញុំទៅពេទ្យចិត្តផ្ទះអញ្ចឹងប៉ុន្តែពេលហ្នឹងរៀងធំដែរអញ្ចឹងណាពេទ្យហ្នឹងក៏គេថាឥឡូវបងខ្ញុំអត់សូវហ៊ានទៅនីដោយសារអីកម្ដៅវាឡើង37អង្សាដល់ហើយ
ពុកម៉ែខ្ញុំក៏ថាអត់អីបតោសរោ1គីឡូឈឺតិចតួចអីអញ្ចឹងណាតែពេទ្យគេថាគ្រុនឈាមអញ្ចឹងឲ្យត្រូវបតោសរោរយៈពេល3ថ្ងៃបងបន្ទាប់មកអត់មានណាគេជួយមើលប្អូនខ្ញុំទេត្រូវការជូតយើងធម្មតាបងយើងគ្រុនឈាមយើងមិនគេឲ្យយើងមួយទឹកគេឲ្យយើងជូតកណាត់ជូតអីអញ្ចឹងឲ្យបងប្រុសខ្ញុំនេះដែលគាត់នៅភ្នំពេញក៏គាត់ទៅជាមួយប្រពន្ធគាត់ទៅមើលថែប្អូនស្រីខ្ញុំ2-3ថ្ងៃអញ្ចឹងណាទៅពេលគាត់រវល់ការងារនៅភ្នំពេញដែរគាត់ក៏មកវិញគាត់មកវិញណាគាត់មកវិញម៉ែខ្ញុំក៏គាត់អត់ដឹងថាទៅរកណាគេដែរឲ្យទៅជួយមើលប្អូនអញ្ចឹងណាហើយក៏គាត់ពឹងអ៊ំចដូនមួយខ្ញុំនៅចិត្តផ្ទះហ្នឹងឲ្យគាត់ទៅជួយមើលជួយមើលជួយជូតទឹកជួយទិញអីឲ្យហូបអញ្ចឹងណាបងស្រាប់ថាប្អូនខ្ញុំនៅពេទ្យថ្ងៃអ៊ំខ្ញុំហ្នឹងគាត់ដឹងទេព្រោះគាត់រៀងចំណាស់ដែរប៉ុន្តែអ្នកដែលគេឈឺនៅហ្នឹងណាចាស់ទុំអីគាត់យកកូនគាត់មកមើលដែរគាត់ថាចុះឯអូននេះមិនម្ដងមុខខ្មៅម្ដងមុខខៀវម្ដងភ្នែកកលេសក្លាប់ម្ដងសើចម្ដងទៀតធ្វើទន់ខ្លួនអ្នកចិត្តខាងពេទ្យជាមួយគ្នាហ្នឹងបងអ្នកដែលគេឈឺគេប្រាប់អ៊ំខ្ញុំហើយអ៊ំខ្ញុំគាត់ថាអត់កើតទេកូននេះអត់កើតទេប្រាប់ម៉ែវាសិនអត់កើតទេតែហើយអ៊ំខ្ញុំក៏គាត់ប្រាប់ម៉ែខ្ញុំថាម៉ម៉ាកូនណាមីអូនណាអត់ស្រួលទេអ្នកនៅពេលជាមួយនឹងគេថាមុខផ្លាស់ប្ដូររហូតម្ដងខៀវម្ដងខ្មៅភ្នែកកលេសក្លាប់ម្ដងសើចម្ដងទន់ខ្លួនអត់កើតទេសាឲ្យគេមើលឲ្យគេអីមើលគីឡូយើងខុសខាងណាខាងណីចឹងណាតោះហើយយ៉ាពេលព្រឹកមិនទាន់បានមើលផងនោះមួយឯងមើលពេលយប់ឡើងទងម៉ោង1ស្រាប់តែក្តៅខ្លាំងហើយពេទ្យក៏គេទេមកម៉ែខ្ញុំអញ្ចឹងណាក៏ទេមកថាអ៊ំម៉ែកូននេះខ្ញុំមិនអាចទទួលមើលបានទេដោយសារអីគាត់ឡើងកម្ដៅខ្លាំងណាស់ហើយណាមួយពេទ្យខ្ញុំហ្នឹងគឺអត់មានឧបករណ៍គ្រប់គ្រាន់ទេអញ្ចឹងអ៊ំឯងឆាប់បញ្ជូនកូនហ្នឹងណាទៅភ្នំពេញទៅពេទ្យណាក៏បានឲ្យតែពេទ្យធំជាងគេទៅប៉ុន្តែពេទ្យហ្នឹងអត់បានជូនយើងដល់ជិះឡានទេណាបើគេអត់យកឡានជូនយើងដោយសារម៉ោង1ម៉ោង2យប់បងប្រុសខ្ញុំដែលគាត់នៅភ្នំពេញនេះគឺគ្រាន់តែម្ដាយខ្ញុំហ្នឹងខលទៅភ្លាមបងខ្ញុំមកទាំងម៉ោង1ម៉ោង2យប់ជាមួយបងថ្លៃបងមកយកប្អូនទៅភ្នំពេញភ្លាមទាំងយប់ហ្នឹងមកដល់ពេញផែជាម៉ោង3បងចូលពេលរត់ស៊ីហើយចូលសង្គ្រោះបន្ទាន់ទៀតហើយគេអត់ឲ្យយើងចូលក្នុងឯងគេឲ្យយើងនៅបន្ទប់ក្រៅតែប្អូនខ្ញុំនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហ្នឹងគេតាមដានយើងណាអត់បាត់ទេបងអើយបងប្អូនភ្នែកសព្រោះអីនៅស្រុកខ្មែរគឺមានតែបងប្រុសខ្ញុំមួយឯងដែលគាត់នៅជាបកគោលជាបងណាបងក្រៅពីនឹងទៀតឬក៏ខ្ញុំគាត់នៅកូរ៉េអស់ហើយស្រាប់តែព្រលឹមឡើងម៉ែខ្ញុំហ្នឹងក៏គាត់ឲ្យអ៊ំអ្នកចិត្តខាងខ្ញុំដែលគាត់ចេះគ្រូចេះអីនេះគាត់រាប់ដៃគាត់រាប់ជើងគាត់សួរថាកូនហ្នឹងវាមិនបានវាឈឺវាក្តៅខ្លួនម្ដងបាត់ម្ដងឈាមម្ដងធ្ងន់ម្ដងស្រាលអញ្ចឹងជួយមើលថាវាខុសអីស្រាប់តែអ៊ំប្រុសខ្ញុំហ្នឹងក៏គាត់មើលណាបងគាត់ថាកូនហ្នឹងដាក់ជន់ពេលគេព្រាយហ្នឹងគឺព្រាយទិសខាងលិចយើងជន់គេយូរហើយនេះគាត់ថាជើងលេខហ្នឹងគាត់មើលឃើញថាយើងជន់គេយូរហើយក៏ប៉ុន្តែយើងនៅរាសីខ្ពស់យើងរាសីមិនទាន់ដាក់អញ្ចឹងគេតោងយើងអត់ទាន់បានតែឥឡូវយើងរាសីដាក់គឺគេតោងយើងក្រឹបតែម្ដងបងហើយយើងអ៊ំខ្ញុំហ្នឹងក៏គាត់មើលថានេះគេទៀមទាប៉ុណ្ណេះគេទៀមទាខ្ញុំអត់សូវដឹងថាអាហ្នឹងគេហៅមិនទេបងកតងស្អីខ្លះហើយនឹងបាយសបាយក្រហមហើយពងទាហើយនឹងកង្កែបបងកូនកង្កែបឆាជាមួយបាយហើយនឹងមាន់ឆ្កាងមាន់ឆ្កាងហ្នឹងព្រាយហ្នឹងគេថាគេយកប្រភេទសាច់ឆ្អឹងមាន់ណាបងយើងអាចឈើឆ្កាងគេយកតែឆ្អឹងឯងហើយយើងដោតឆ្កាងអញ្ចឹងណាវាត្រូវការអញ្ចឹងបន្ទាប់មកយើងដឹងអញ្ចឹងណាបងប៉ុន្តែយើងក្រឡេកទៅមើលប្អូនខ្ញុំដែលនៅបន្ទប់សង្គ្រោះបន្ទាន់នៅពេលរុស្ស៊ីនេះវិញបងអើយអត់បាត់ទេ
ដាក់បាយក៏មិនបានផឹកទឹកក៏មិនបាននិយាយពីថាដេកនៅតែលើក្រែហ្នឹងស្អីក៏មិនបានចូលពោះឲ្យអស់កម្លាំងហើយមនុស្សគឺក្តៅបងក្តៅអត់ឈប់ទេក្តៅឡើងដៃឡើងក្រហមហ្មងបន្ទាប់មកម៉ែខ្ញុំដឹងហើយណាបងម៉ែខ្ញុំដឹងថាដោយសារបញ្ហាព្រាយគេធ្វើយើងដោយសារយើងទៅជន់សំណែនជន់ពេគេអញ្ចឹងណាម៉ែខ្ញុំហ្នឹងក៏គាត់រអ្នកដែលចិត្តខាងហ្នឹងអ្នកដែលស្មោះត្រង់អ្នកដែលនិយាយសច្ចៈទៀងត្រង់ក៏អត់ធូប3ថ្ងៃជាប់គ្នាអត់មួយថ្ងៃសូមឲ្យថាអូយបាក់ជាទៅអ្វីដែលទៀមទាហ្នឹងគឺគេឲ្យប៉ុន្តែសូមឲ្យតាកូនតាចៅតាក្មួយហ្នឹងឲ្យជាឲ្យស្រឡះឲ្យធូរកុំឲ្យក្តៅអត់ថ្ងៃទី3ពេលព្រឹកយើងអត់ហើយណាបងស្រាប់តែមនុស្សថ្ងៃត្រង់ឡើងលេងតងើបនិយាយជាមួយពុកខ្ញុំបានងើបនិយាយជាមួយបងថ្លៃខ្ញុំបានរៀងសើចចាញ់មកបានអង្គុយហូបបបរបានតែយើងមិនអាចហូបច្រើនទេថាមួយចានអីយើងហូបអស់កន្លះចានអីចឹងណាបងហើយផឹកទឹកផ្លែឈើអស់បន្តិចអីបន្តិចចឹងណាចាប់ផ្ដើមរៀងធូរឯណាបងរៀងធូរឯងបន្ទាប់មកយប់ឡើងបងអើយអត់ទេតដែលជំងឺហ្នឹងវាមកវិញតដែលក្តៅខ្លួនឡើងកម្ដៅអាសេះអាសោះនិយាយទៅពិបាកក្នុងខ្លួនហ្មងណាដល់ពេលហើយអ៊ំអ្នកជិតខាងដែលគាត់អត់ធូបនិយាយសច្ចៈទៀងត្រង់ហ្នឹងក៏គាត់អត់ធូបម្ដងទៀតតែគាត់ថាឥឡូវហ្នឹងឲ្យជាមកឲ្យជាស្អែកហ្នឹងមកគេធ្វើឲ្យស្អែកមុនថ្ងៃលិចឲ្យជាស្អែកហ្នឹងមកស្អែកឡើងមិនសមមួយថ្ងៃនេះបងនេះថ្ងៃទី29 28នេះម៉ានថ្ងៃមុននេះគាត់អ៊ំពូមីងខ្ញុំអ្នកចិត្តខាងហ្នឹងគាត់មកជួយកាត់កតងអ្នកខ្លះធ្វើនេះធ្វើនោះអាឆាកែបអាឆាស្អីពងមន់ពងអីខ្ញុំមិនសូវស្គាល់ទេក៏រៀបចំឲ្យគេបងរៀបចំឲ្យគេធ្វើឲ្យគេហើយយកទៅដាក់អាកន្លែងវត្តហ្នឹងអាកន្លែងជុងចិត្តវត្តហ្នឹងហើយឲ្យប្អូនខ្ញុំហ្នឹងនៅពេលរត់ស៊ីហ្នឹងខលតាមទូរស័ព្ទហើយយើងសដោកជើងឲ្យគេបច្ចេកអង្គដួចនៅនោះគេបច្ចេកអង្គទៅយើងសដោកជើងពីតាមទូរស័ព្ទនៅភ្នំពេញនេះចឹងណាបងតោះហើយស្អែកឡើងអាហ្នឹងពេលល្ងាចហ្នឹងគឺយើងធ្វើឲ្យគេហើយមនុស្សនៅពេទ្យឡើយស្អែកឡើងថ្ងៃត្រង់ប្អូនខ្ញុំជាបងពេទ្យឲ្យចាញ់ពីពេទ្យថាអូខេឈាមក៏គ្រប់អាការៈក៏មករៀងធូរស្បើយអញ្ចឹងយើងទៅផ្ទះវិញយើងយកថ្នាំយកអីទៅលេបទៅយើងជាហើយឥឡូវហ្នឹងយើងជាហើយមនុស្សអាចនិយាយបានអាចសើចបានឆ្លើយឆ្លងមួយបងប្អូនបានទាំងអស់អាចដើរបានទេតែកម្ដៅធម្មតាគាត់ក៏ចាញ់ពីពេទ្យទៅគាត់ចាញ់ដូចជាម្សិលមិញហ្នឹងហ៎បងហើយឥឡូវហ្នឹងប្អូនខ្ញុំគាត់លេងអីហើយគាត់ធៀងជាគាត់អីហើយឥឡូវហ្នឹងគាត់ទៅដល់ស្រុកហើយទៅដល់ស្រុកហ្នឹងក៏យើងអុជធូបអុជអីក៏មកទោសគេថាយើងគ្មានបំណងគ្មានចេតនាអញ្ចឹងណាបងអើយរឿងអបិយជំនឿមួយអ្នកណាអត់ជឿអត់ទៅប៉ុន្តែសម្រាប់ខ្ញុំគ្រួសារខ្ញុំផ្ទាល់គឺខ្ញុំជឿបងខ្ញុំជឿជាក់ហ្មងបងនេះហើយយើងដឹងណាយើងមើលគ្រូតន់ណាតែចុះបើសិនជាយើងមើលគ្រូអត់តន់ប្អូនខ្ញុំមិនដឹងថាទៅជាយ៉ាងណាយ៉ាងណីបងអេដមីនខ្ញុំសម្រាយឲ្យបងឯងនេះខ្ញុំភ័យផងខ្ញុំអីផងបងអើយខ្ញុំមិនដែរថាយករឿងណាយកទៅប្រាប់គេទេបងបើសិនជាមានពាក្យសម្ដីខ្លះខ្ញុំនិយាយទៅលើសលួសឬក៏ខ្វះខាតបងឯងចាំជួយកាយតម្រូវឲ្យខ្ញុំផងណាបងណាហើយខ្ញុំក៏ជាអ្នកស្ដាប់រឿងនិទានបងឯងណាស្ដាប់រាល់ថ្ងៃបងគ្រាន់តែខ្ញុំស្ដាប់នៅទូរស័ព្ទមួយទៀតហើយ YouTube ខ្ញុំហ្នឹង YouTube មួយទៀតចឹងណាតែអានេះYouTube ផ្លូវការរបស់ខ្ញុំចឹងណាបងហ្នឹងហើយបងប្អូនរឿងរ៉ាវរបស់សេវ៉ាន់មានតែប៉ុណ្្នឹងទេរឿងដែលគាត់បានចែករំលែកដល់ខ្ញុំហើយបច្ចុប្បន្នគាត់រស់នៅប្រទេសកូរ៉េបងប្អូនប្រហែលជាបានស្ដាប់នៅសំឡេងរបស់គាត់ហើយសំឡេងគាត់ពិតជាព្រោះមែនតែនហើយគាត់ជារួមទៅក្បោះក្បាយខ្ញុំចូលចិត្តសំឡេងមួយហ្នឹងហើយខ្ញុំក៏យកសំឡេងគាត់ដើម្បីចាក់ឲ្យបងប្អូនស្ដាប់ទៅដោយសារតែខ្ញុំមានបញ្ហាសំឡេងពងកតិចតួចខ្ញុំក៏សម្រេចចិត្តថាយកសំឡេងគាត់តែម្ដងទៅហើយនៅក្នុងសាច់រឿងដែលសេវ៉ាន់បានចែករំលែកនេះខ្ញុំចង់បន្ថែមតិចតួច
ក៏ប៉ុន្តែពេលដែលខ្ញុំកំពុងតែថតសំឡេងរបស់គាត់ខ្ញុំក៏អត់ចង់កាត់នៅសំឡេងដែរដោយសារតែខ្ញុំចង់ឲ្យបងប្អូនបានស្ដាប់រហូតដល់ចប់តែម្ដងអញ្ចឹងនៅក្នុងសាច់រឿងដែលព្រាយតោងប្អូនគាត់នេះវាអាចជាអបិយជំនឿមួយសម្រាប់ក្រុមគ្រួសាររបស់គាត់ហើយបងប្អូនខ្លះក៏អាចនឹងជួបដូចជាគ្រួសាររបស់សេវ៉ាន់ដែរក៏ប៉ុន្តែវាជារឿងជឿដោយបុគ្គលនិងជឿដោយមនុស្សដែលធ្លាប់ជួបតែប៉ុណ្ណោះអញ្ចឹងខ្ញុំមិនអាចជំរុញបងប្អូនជឿទេតើតើបងប្អូនធ្លាប់ជួបរឿងរ៉ាវអស់ទាំងហ្នឹងបានដឹងថាអាហ្នឹងគឺមានពិតប្រាកដមែនមានព្រាយមានបិសាចមានអរុបអរិយអ្នកតាពិតប្រាកដមែនអញ្ចឹងនៅក្នុងសាច់រឿងដែលសេវ៉ាន់ចែករំលែកតកតងទៅនឹងសំណែនខ្ញុំក៏ជាមនុស្សម្នាក់ដែលមិនចេះដឹងអីច្រើនដែរតែនៅក្នុងសំណែនខ្ញុំធ្លាប់ទទួលបានបទពិសោធន៍អំពីបងប្អូនក៏ដូចជាការចែករំលែកពីបងប្អូនជាច្រើនដូចជាខ្ញុំនៅពីក្មេងខ្ញុំក៏ធ្លាប់ធ្វើសំណែននឹងសែនដល់គេដែរពីព្រោះអ្នកស្រុកខ្ញុំពីមុនចូលចិត្តចូលកាប់ព្រៃចូលកាប់ឈើយកឈើហុបយកអីហ្នឹងមកធ្វើផ្ទះអញ្ចឹងពេលដែលទៅភាគច្រើនមកវិញគឺពួកគាត់ចាញ់ហើយពេលដែលចាញ់គឺត្រូវធ្វើសំណែនមានដូចជាបាយសបាយក្រហមកាច់ខ្ទូងសម្រាប់សែនដល់ព្រាយដូចជាឆាកែបឆាអីហ្នឹងហើយមួយទៀតតកតងទៅនឹងមាន់គឺគេអត់យកសាច់ទេភាគច្រើនគេបកយកតែស្បែកយកត្រឹមកលាក់ស្លាបត្រឹមនេះត្រឹមជង្គង់អញ្ចឹងទៅបកហើយគេយកទៅឆ្កាងហើយបកអត់ឲ្យធ្លាយស្បែកមាន់ទេតតែអ្នកដែលប៉កែក្នុងការបកហើយប៉ាខ្ញុំប៉កែបកស្បែកមាន់មែនតើបកហើយគឺយកទៅសែនដល់គេទៅមានពពួកព្រាយខ្លះវាទៀមទាទៅដល់មាន់ស្ងោទៅដល់ក្បាលជ្រូកទៀតសម្រាប់យកទៅសែនព្រានដល់ពួកវាហើយការសែនព្រានអត់ទៅដល់ទីកន្លែងក៏បានដែរតាមអ្វីដែលខ្ញុំធ្លាប់ដឹងពីមុនមកប៉ុន្តែគេមានទិសនៅក្នុងការសែនបើសិនបើវាទៀមទាទិសខាងលិចយើងសែនទិសខាងលិចទៅបើសិនវាទាខាងកើតទិសខាងកើតទៅនិយាយជារួមទៅទិសទាំង8នឹងឲ្យតែវាទៀមទាទៅទិសមួយណាយើងសែនឧបកិច្ចទៅទិសខាងក្នុងទៅបច្ចេទៅខាងក្នុងទៅគឺនឹងវាធ្វើឲ្យយើងបានធូរស្បើមកវិញបើនៅស្រុកភូមិរបស់ខ្ញុំគេធ្វើអញ្ចឹងហើយគេមានពិធីមួយដូចកម្មាអញ្ចឹងហើយនៅស្រុកខ្ញុំសបោជាងនេះគឺដើមដង្ហិតប្រហែលជាបងប្អូនស្គាល់មិនស្គាល់ខ្ញុំមិនអត់ដឹងទេស្លឹកដង្ហិតហ្នឹងយកមកបបរបាយជ្រូកក៏បានយកមកធ្វើអីក៏បានដែរស្លឹកវារៀងធំកពុលអញ្ចឹងដាក់កម្មាអញ្ចឹងហើយដកដើមដង្ហិតហ្នឹង 3-4 ដើមមកយកដាក់កម្មាឧបកិច្ចថានឹងជាពលឹងមនុស្សស្រុកខ្ញុំគេធ្វើអញ្ចឹងគេឧបកិច្ចថាអានឹងជាពលឹងមនុស្សដែលយើងទៅសុំពីព្រាយវិញបានហើយយើងរុំនឹងកម្មាមកក៏មានមនុស្សម្នាក់សម្រាប់អោបកម្មានឹងដែរអោបកម្មានឹងហើយគេឲ្យដើរកលេសក្រោយទេគេឲ្យអោបអាស្លឹកដង្ហិតដែលរុំនឹងកម្មានឹងរហូតមកដល់ផ្ទះអ្នកដែលមានជំងឺអ្នកដែលមានជំងឺគឺអង្គុយស្ពះអញ្ចឹងស្ពះទៅទិសឧទាហរណ៍ទិសលិចទៅហើយសណ្ដូកជើងទៅដល់ពេលគេមកគេយកស្លឹកដង្ហិតនឹងមកបោះលើខ្លួនយើងហើយគេនិយាយបច្ចេថាទៅថាតាមមាត់យើងអញ្ចឹងណាពលឹង4-10សពគ្រប់1 2 3ជីកឲ្យចូលក្នុងខ្លួនវិញមកហើយអ្នកនឹងក៏ចាប់ផ្ដើមអន់នៅជំងឺហើយក៏ចាប់ផ្ដើមជាស្រាក់ស្រាននឹងជាអបិយជំនឿមួយនៅស្រុកភូមិរបស់ខ្ញុំក៏អត់ខុសអំពីស្រុកសេវ៉ាន់ប្រហែលដែរហើយមួយទៀតអ្នកខ្លះប៉ះពាល់អរុបអរិយអ្នកតាគេមានការថ្វាយភ្លេងគេហៅភ្លេងអរិយស្រុកខ្ញុំគឺមានតា2រូបតែឥឡូវគាត់ស្លាប់មួយនៅមួយតាថនមួយតារបស់ខ្ញុំហើយមួយទៀតតាដូបដែលគាត់ស្លាប់បាត់ហើយគឺគាត់ពីច្រើនលេងភ្លេងអរិយស្គរមួយត្រមួយហ្នឹងទឹងត្រាក់ហើយក៏មានអរុបអរិយចូលចឹងទៅឧបកិច្ចនេះឧបកិច្ចនោះសែនឲ្យគេទៅក៏អ្នកដែលមានបញ្ហាហ្នឹងក៏ជាទៅគឺរបៀបបែបហ្នឹងនឹងជារឿងដែលស្រុកភូមិរបស់ខ្ញុំជួបហើយវាស្រដៀងឬក៏ដូចទៅរឿងរ៉ាវដែលសេវ៉ាន់បានចែកម្លែកដល់ខ្ញុំដែរអញ្ចឹងហើយខ្ញុំសូមបន្ថែមតិចតួចទៅហើយខ្ញុំពិតជាអរគុណសេវ៉ាន់មែនទែនដែលបានផ្ដល់សាច់រឿងដល់ខ្ញុំហើយមួយទៀតវាក៏ជាអនុស្សាវរីយ៍ដែលគាត់បានផ្ដល់ឲ្យខ្ញុំផងដែរអញ្ចឹងខ្ញុំសូមអនុញ្ញាតយកសំឡេងរបស់គាត់ដើម្បីចាក់ឲ្យបងប្អូនស្ដាប់ទៅហើយបងប្អូនស្ដាប់ហើយប្រកាសជាជក់អារម្មណ៍ទៅនឹងសំឡេងរបស់គាត់ហើយបើសិនជាសេវ៉ាន់និយាយទៅមានការខុសឆ្គងក្នុងចំណុចណាមួយសូមបងប្អូនមេត្តាខន្តីអភ័យទោសផងដែរនៅក្នុងរឿងរ៉ាវសេវ៉ាន់ខ្ញុំបន្ថែមតិចទៀតចោះបងប្អូនដឹងហើយថារឿងរបស់គាត់ប្អូនគាត់គឺជន់ពេលគេសែនចោលហើយព្រាយនោះតោងរាប់ខែហើយប៉ុន្តែវាអាចធ្វើអីយើងបានក៏ប៉ុន្តែមានពេលមួយដែលយើងរាសីទាបរាសីដាក់បែរទៅជា
ព្រីអត់ទាំងនោះមានអត្តរិទ្ធនៅក្នុងការធ្វើបាបប្អូនស្រីរបស់គាត់ទៅវិញតួយ៉ាងដោយបងប្អូនអញ្ចឹងនៅសុកចេះតែមានបញ្ហាចេះបញ្ហាចុះបងប្អូនអាចសាកសម័យទៅគេលើថាយើងមានបញ្ហារឿងព្រីតោងអីអញ្ចឹងទៅក៏យើងអាចទៅរកគ្រូឬក៏រកប្រសងណាដែលចេះមើលអីឲ្យគេមកមើលយើងដើម្បីព្យាបាលដែរតែក៏មិនភ្លេចអំពីរឿងរ៉ាវវិទ្យាសាស្ត្រនៅក្នុងការដែលរកពេទ្យរកអីនៅក្នុងការព្យាបាលយើងដែរជារួមទៅយើងត្រូវរកមុខទាំងពីរទាំងវិទ្យាសាស្ត្រទាំងអបិយជំនឿឲ្យដើរទៅគ្នាទៅដើម្បីព្យាបាលនៅអ្នកដែលកំពុងឈឺនោះឲ្យបានជាសះស្បើយវិទ្យាសាស្ត្រក៏ជឿអបិយជំនឿក៏ត្រូវទៅរកដែរពីព្រោះវាអត់ខាតបង់មកលើយើងទេកុំឲ្យតែយើងងប់ងល់បើថាងប់ងល់អបិយជំនឿអីឈឺមិនទៅរកពេទ្យទៅរកអីអានោះក៏ខ្ញុំមិនជំរុញឬក៏មិនលើកទឹកចិត្តឲ្យបងប្អូនធ្វើរឿងរ៉ាវបែបនេះដែរដូច្នេះហើយរឿងសេវាខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំគ្រាន់តែថែមតិចតួចដើម្បីបងប្អូនបានយល់សាច់រឿងគាត់លម្អិតកាន់តែខ្លាំងនិងក្លែមរឿងតិចតួចទៅដើម្បីបងប្អូនស្ដាប់ទៅងាយយល់អំពីការបកស្រាយរបស់ខ្ញុំហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកដែលចេះដឹងរឿងរ៉ាវអំពើពាន់មុនអាគមនឹងអីនោះទេប៉ុន្តែខ្ញុំចូលចិត្តស្ដាប់ខ្ញុំទទួលរឿងបានពីបងប្អូនច្រើនអញ្ចឹងខ្ញុំនឹងព្យាយាមយកបទពិសោធន៍ដែលបងប្អូនបានចែករំលែកនេះមកប្រាប់ដល់បងប្អូនហើយពេលដែលរឿងខ្ញុំដែលមិនចេះខ្ញុំដែលមិនដឹងគឺខ្ញុំប្រាប់ត្រង់ថាខ្ញុំអត់ដឹងខ្ញុំអត់ចេះនោះទេអញ្ចឹងមានតែពឹងពាក់សួរបងប្អូនវិញម្ដងអញ្ចឹងសង្ឃឹមថាបងប្អូននឹងចែករំលែកទៅវិញទៅមកទៅបានចំណេះដឹងរៀងខ្លួនអញ្ចឹងពីខ្ញុំសូមបញ្ចប់រឿងសេវានទៅហ្នឹងខ្ញុំអរគុណសេវានម្ដងទៀតហើយអរគុណបងប្អូនដែលបានស្ដាប់រឿងនេះដល់ចប់ផងដែរបើសិនបើសេវានខុសឆ្គងដល់ណាសូមកាន់តែភ័យទោសចំពោះខ្ញុំក្លែមសាច់រឿងតិចតួចនៅពេលក្រោយនេះក៏សូមមេត្តាកាន់តែភ័យទោសផងដែរអញ្ចឹងសង្ឃឹមថាបងប្អូននឹងយោគយល់ហើយមួយទៀតបើសិនជាបងប្អូនដែលមានរឿងរ៉ាវសម្រាប់ផ្ដល់ដល់ខ្ញុំបើសិនជាសំឡេងដែលបងប្អូនបានផ្ញើមកខ្ញុំវាល្អវា smooth ខ្ញុំនឹងយកសំឡេងនោះមកចាក់ដល់បងប្អូនស្ដាប់ប៉ុន្តែខ្ញុំសូមការអនុញ្ញាតមុនដែរបើសិនបើឲ្យខ្ញុំចាក់ឲ្យខ្ញុំបញ្ចេញក៏ខ្ញុំធ្វើតាមទៅហើយឲ្យបិទបាំងឈ្មោះគឺខ្ញុំនឹងមានវិធីបិទបាំងកុំឲ្យគេដឹងអំពីឈ្មោះបងប្អូនពិតប្រាកដផងដែរខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅរឿងរ៉ាវក្រោយៗទៀតបាទអរគុណច្រើន